សហរដ្ឋអាមេរិកបានលើកឡើងថាអ៊ីរ៉ង់នឹងមិនអាចចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបានទៀតទេនៅក្រោមកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិកនោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានលើកឡើងនៅមុនកិច្ចពិភាក្សារវាងអ៊ីរ៉ង់និងអាមេរិកនៅថ្ងៃសៅរ៍ទី26មេសាខាងមុខនេះថាអ៊ីរ៉ង់នឹងត្រូវតែបញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមក្រោមកិច្ចព្រមព្រៀងថ្មីណាមួយជាមួយអាមេរិកហើយអាចនាំចូលតែអ្វីដែលចាំបាច់សម្រាប់កម្មវិធីនុយក្លេអ៊ែរបែបស៊ីវិលប៉ុណ្ណោះទោះយ៉ាងណាក៏ដោយអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថាសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមមិនអាចចរចាបានទេនៅពេលត្រូវបានសាកសួរអំពីការថាអធិប្បាយរបស់លោក Rubio មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់បាននិយាយម្ដងទៀតកាលពីថ្ងៃពុធ23មេសាឆ្នាំ2025ម្សិលមិញនេះថាកម្រិតចម្រាញ់ស្មើ0គឺមិនអាចទទួលយកបានទេលោក Rubio បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថាមានផ្លូវទៅកាន់កម្មវិធីនុយក្លេអ៊ែរស៊ីវិលនិងសន្តិភាពប្រសិនបើអ៊ីរ៉ង់ចង់បានលោកបន្តថាប្រសិនបើអ៊ីរ៉ង់ចង់បានកម្មវិធីនុយក្លេអ៊ែរស៊ីវិលពួកគេអាចធ្វើបានដោយនាំចូលសម្ភារៈបរិក្ខារតែមិនត្រូវចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមខ្ពស់នោះទេក្រុមមន្ត្រីអាមេរិកនិងអ៊ីរ៉ង់ត្រៀមជួបប្រជុំគ្នានៅប្រទេសអូម៉ង់នៅថ្ងៃសៅរ៍សប្តាហ៍នេះសម្រាប់កិច្ចចរចាជុំទី3ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះអាមេរិកចង់រារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរហើយលោកប្រធានាធិបតី Donald Trump បានដាក់យុទ្ធនាការសម្ពាធអតិបរមានៃទណ្ឌកម្មនិងគម្រាមប្រើប្រាស់កម្លាំងយោធាប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនអ៊ីរ៉ង់បដិសេធថាខ្លួនមិនចង់បង្កើតអាវុធនុយក្លេអ៊ែរទេហើយនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺក្នុងបំណងសន្តិភាពប៉ុណ្ណោះ